សាច់គោអាំងជាមួយនឹងទឹកត្រីអង្ករលីងគ្រាន់តែដាក់មួយម៉ាត់ជាតិពេញមាត់អ្នកដែលធ្លាប់ធ្វើទឹកត្រីអង្ករលីងញ៉ាំកុំភ្លេចសាកធ្វើញ៉ាំជាមួយនឹងសាច់អាំងម្ដងដឹងតែជាតិជាប់ចិត្តជាដំបូងយើងចាប់ផ្ដើមយកសាច់គោជាប់ខ្លាញ់ដែលយើងភ្លះហើយនឹងមកប្រឡាក់ជាមួយនឹងរ៉ូឌីបន្តិចដើម្បីឲ្យវាចាប់ជាតិជាមួយនឹងសាច់គោហើយសាច់គោយើងជ្រើសរើសសាច់គោណាដែលផុយហើយជាប់ខ្លាញ់អញ្ចឹងគឺឆ្ងាញ់ហើយបន្តមកទៀតយើងចាប់ផ្ដើមមកលាយទឹកត្រីអង្ករលីងសម្រាប់ទឹកត្រីអង្ករលីងនេះខ្ញុំយកទឹកប្រហុកដែលយកទៅបុកល្ហុងហើយយកមកលាយគ្នាហើយដាក់ស្ករមួយស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាបាយនិងម្ទេសតាមចំណង់ចំណូលចិត្តហើយសម្រាប់ក្រូចឆ្មាយើងដាក់ម្ជូរជ្រះមកទៅឆ្ងាញ់ហើយបន្តមកទៀតយើងចាប់ផ្ដើមដាក់ចូលជាមួយនឹងអង្ករលីងហើយនឹងជីវ៉ាន់ស៊ុយដាក់កាន់តែច្រើនណាកាន់តែឈ្ងុយហើយគ្រាន់តែឃើញទឹកជ្រលក់ប៉ុណ្ណឹងក៏សម័យដល់រសជាតិដឹងតែអែមសាហាវហ្មងបន្ទាប់ពីទឹកជ្រលក់យើងបានធ្វើហើយអ្នកទាំងអស់គ្នាចាំការយកសាច់គោរបស់យើងទៅដាក់អាំងភ្លាមហ្មងតន់ចិត្តហើយសម្រាប់សាច់គោអ្នកទាំងអស់គ្នាកុំអាំងវាឆ្អិនពេកអាំងឆ្អិនមកល្មមប៉ុណ្ណឹងគឺយើងអាចយកមកញ៉ាំបានហើយសាច់វាមិនរឹងខ្លាំងពេកហើយក៏មិនឆៅខ្លាំងពេកដែរហើយនៅពេលដែលយើងចាប់ផ្ដើមហាន់សាច់គឺសាច់គឺផុយហើយសភាពគឺនៅក្រហមចឹងល្អហ្មងហើយកុំភ្លេចបន្ថែមជាមួយនឹងបន្លែផ្សេងតាមចំណង់ចំណូលចិត្តរបស់យើងញ៉ាំជាមួយនឹងសាច់អាំងអូយអ្នកទាំងអស់គ្នាអើយគឺជាតិខ្លាំងមែនទែនជាមួយនឹងទឹកជ្រលក់ទឹកត្រីអង្ករលីងរបស់យើងអ្នកទាំងអស់គ្នាកុំភ្លេចសាដឹងតែជាប់ចិត្តហើយប្លែកមាត់ឆ្ងាញ់ហ្មង